សម្ដេចតេជោហ៊ុនសែនបានផ្ដល់នូវការវិភាគ4ចំណុចបន្ថែមទៀតដែលអាចនឹងកើតឡើងប្រសិនបើសម្ដេចស្លាប់ក្នុងការបាញ់ប្រហារកាលពីឆ្នាំ1998នៅខេត្តសៀមរាបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025នេះបានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចដោយបានសរសេរជាមួយនឹងខ្លឹមសារទាំងស្រុងថាម្សិលមិញខ្ញុំបានបង្ហោះសារមួយតាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំថ្ងៃទី24កញ្ញាឆ្នាំ1998នៅទីរួមខេត្តសៀមរាបខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុចប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសពថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះឈ្នះបានស្លាប់ទៅហើយការសរសេរបែបនេះគឺជាកំហុសដែលមើលឃើញតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដទៃទៀតពេលនេះខ្ញុំសូមផ្ដល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំទី1ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាបទី2គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើរការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរដ្ឋាភិបាលមិនបានទី3ប្រទេសបន្តសង្គ្រាមដោយបែងចែកជាតំបន់ត្រួតត្រាពីរម្ខាងរាជរដ្ឋាភិបាលនិងម្ខាងទៀតខ្មែរក្រហមទី4មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រោះស្រួលផ្ទៃក្នុងផងនិងរកវិធីបញ្ចប់សង្គ្រាមបានផងតាមរយៈការស្រោះស្រួលនេះសន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលល្អលើសហ៊ុនសែនច្រើនដងនៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវិតម្លៃខ្លួនឯង